អូនខ្ញុំមាន3លំហាត់ប្រាណសម្រាប់អ្នកឈឺចង្កេះឈឺចាក់មកតាគៀកនិងចាក់មកជើងអញ្ចឹង3លំហាត់ប្រាណនេះគឺល្អខ្លាំងសម្រាប់បងប្អូនដែលឈឺចង្កេះឬក៏មានបញ្ហាលៀនទំនាប់ដេកអញ្ចឹងលំហាត់ទី1បត់ជើងហើយយើងធ្វើការច្រត់ដៃហើយយើងងើយកមកក្រោយលំហាត់នេះគឺវាជួយទៅលើបញ្ហាឆ្អឹងកងឬក៏បញ្ហាចង្កេះជាដើមទៅពេលដែលយើងបញ្ញើតបែបនេះ stretch បែបនេះវាធ្វើឆ្អឹងកងរបស់យើងគឺវាកោងហើយវាធ្វើឲ្យបញ្ញើតនៅកន្លែងផ្នែកខាងឆ្វេងនៅពេលដែលបងប្អូនឈឺឆ្វេងឬក៏ឈឺស្ដាំបងប្អូនអាចធ្វើខាងនេះតតែទៅពេលច្បត់ផ្នែកខាងស្ដាំនេះគឺវាជួយបញ្ញើតផ្នែកខាងឆ្វេងអូលំហាត់ទី2លំហាត់នេះដែរគឺជួយសម្រាប់បងប្អូនដែលមានបញ្ហាចុកតាគៀកខ្លាំងអញ្ចឹងយើងបញ្ញើតទាញផ្នែកខាងស្ដាំគឺវាជួយផ្នែកខាងឆ្វេងយើងធ្វើដឹងថានៅពេលដែលមានបញ្ហាលៀនទំនាប់នេះឬក៏ឈឺចង្កេះឈឺចាក់មកជើងនឹងប្រព័ន្ធប្រសាទវាគៀបវាធ្វើយើងចុកវាស្ពឹកវារយវាអត់ស្រួលទេអញ្ចឹងយើងបញ្ញើតបែបនេះគឺវាជួយនៅតំបន់តាគៀកខ្លាំងមែនតើលំហាត់នេះគឺល្អខ្លាំងបងប្អូនអាចធ្វើ3ដងម្ដង15ទៅ20វិនាទីបានហើយសូមបញ្ជាក់មួយបងប្អូនលំហាត់នេះបងប្អូនទាញឲ្យកងវាខ្លាំងដូចគាត់បែបនេះហើយស្អាតបែបនេះហើយកគាត់គឺសូមងើយបែបនេះដើម្បីបញ្ញើតឆ្អឹងកងដូចគ្នាដែរបញ្ញើតបានទាំងឆ្អឹងកងបញ្ញើតបានទាំងចង្កេះបញ្ញើតបានទាំងតាគៀកអញ្ចឹងចូលលំហាត់ប្រាណទី3ស្រួលទាញតឹងស្រួលតឹងពីគល់ផ្លូវរហូតដល់ចុងកែងជើងមកតឹងស្រួលមកតឹងស្រួលលពកតឹងស្រួលទាញអស់ចឹងណាបាទបងប្អូននេះគឺជាលំហាត់ទី3គឺល្អខ្លាំងមែនតើបងប្អូនដាក់ជើងផ្នែកឆ្វេងឲ្យត្រង់ហើយទាញជើងស្ដាំឲ្យត្រង់បងប្អូនមានបងខ្លះពេលដែលគាត់ទាញណាគឺជើងគាត់កោងនៅកន្លែងជង្គង់អត់ល្អទេបងប្អូនទាញឲ្យត្រង់ដូចគាត់ចឹងគឺទាញគឺស្អាតខ្លាំងមែនតើអូខេបងប្អូន3លំហាត់ប្រាណនេះគឺល្អខ្លាំងសម្រាប់បងប្អូនដែលឈឺចង្កេះ